dương thầm đá nơi tam kẻ hạ thán rồi có cru sa mùi muối ai ở đầm lục chùm tiếu rồi có dương như bột bột sát và tòa vì ở bụng mà đại slap từ ấy miền nè phơi bồn làm bầy ở tư cửa so rầm lực đằng cồn này chẳng này tái xâm lệnh về xong cái chun ná ban này là rầm lực đằng cồn rồi có phơi ở quay muối làm bầy ở tư bồn cửa so thoải bỏ một cái gọt miền này mình chẳng có ăn miền cồn ăn miền bột buồn miền này là được khi được nâng đấy phân tích về quan tới nâng cầm vị thị bồn đấy vì môn đồng bông của sim rực quay chướngผมមានកម្មវិធីទីវារំលឹកប្រឧបការៈគុណសម្ដេចព្រះសង្ឃរាជណានិងក្រុមជំនុំប្រតិបត្តិបេដកនេះទេប៉ុន្តែនៅឆ្នាំ2009ក្រោមព្រះគំនិតរួចផ្ដើមរបស់សម្ដេចព្រះព្រហ្មរតនមុនីកាលព្រះជាគុណនៅជាព្រះមហាវិមលធម៌នៅឡើយបានរួចផ្ដើមឲ្យនឹងដឹកនាំញោមញាតិពុទ្ធបរិស័ទព្រះសង្ឃព្រះមន្ត្រីសង្ឃអាចារ្យគណៈកម្មការរៀបចំទីវារំលឹកប្រឧបការៈគុណនេះឡើងចឹងណាបាទដើម្បីអីក្នុងគោលគឺក្នុងគោលបំណងគឺដើម្បីអបអរសាទរចំពោះមាតុភូមិរបស់យើងដែលបានទទួលនៅកំណើតរបស់បណ្ឌិតអ្នកប្រាជ្ញមានន័យថាសម្ដៅទៅលើថ្ងៃប្រសូតរបស់សម្ដេចព្រះសង្ឃរាជណាហ្នឹងហើយចឹងថ្ងៃទី11មិនិនាឬក៏ថ្ងៃ11រោចខែផល្គុនគឺជាថ្ងៃប្រសូតរបស់សម្ដេចព្រះសង្ឃរាជណាកន្លែងនេះត្រូវចាំទាំងអស់គ្នាបាទចឹងពិធីនឹងប្រារព្ធឡើងក្នុងគោលបំណងដើម្បីរំលឹកឬក៏អបអរសាទរដល់ថ្ងៃប្រសូតរបស់សម្ដេចព្រះសង្ឃរាជណាកដែលយើងទាំងអស់គ្នាបានដឹងហើយថាគឺជាបណ្ឌិតគឺជាអ្នកប្រាជ្ញគឺជាវីរៈសង្ឃរបស់កម្ពុជាយើងបាទហ្នឹងគោលបំណងទី1ចំណុចមួយទៀតយើងត្រូវដឹងថាសម្ដេចព្រះសង្ឃរាជណាកសម្ដេចបួសតាំងពីកុមារភាពរហូតសិក្សារៀនសូត្ររហូតដល់បងសោយទីវង្គតទៅវិញក៏នៅតែជាសមណៈដដែលយើងនិយាយខ្លីទៅព្រះអង្គពុំមានកូនផ្ទាល់ខ្លួនទេពុំមានគ្រួសារមានន័យថាមានប្រពន្ធពុំមានអីផ្ទាល់ខ្លួនទេណាដូច្នេះយើងធម្មតានៅតាមគេហដ្ឋានឬក៏គ្រួសារមួយឯកឧត្តមលោកជំទាវឬក៏យើងជាពុទ្ធបរិស័ទបន្ទាប់ពីឪពុកម្ដាយស្លាប់ទៅអីមានអ្នកធ្វើបុណ្យដើម្បីឧទ្ទិសកុសលរំលឹកដឹងគុណអីចឹងណាតែសម្ដេចព្រះសង្ឃរាជណាកបានអ្នកណារំលឹកដឹងគុណឬក៏ធ្វើអ្វីមួយដើម្បីឧទ្ទិសបុណ្យកុសលថ្វាយព្រះអង្គទៅគឺអត់មានទេមិនចឹងពួកអត់មានកូនអត់មានប្រពន្ធមានអ្នកណានឹកឃើញរឿងហ្នឹងទេអញ្ចឹងហើយបានជាសម្ដេចព្រះព្រហ្មរតនមុនីព្រះអង្គនឹកឃើញថាយើងទាំងអស់គ្នាគួរតែរៀបចំពិធីនេះឡើងដើម្បីធ្វើបុណ្យទៅប្រពៃពិធីបុណ្យយើងទៅហើយឧទ្ទិសបុណ្យកុសលថ្វាយដល់សម្ដេចផងអញ្ចឹងណាមិនតែប៉ុណ្ណោះទេពិធីបុណ្យហ្នឹងគឺមិនត្រឹមតែរំលឹកដល់គុណសម្ដេចព្រះសង្ឃរាជណាទេគឺរំលឹកគុណដល់ក្រុមជំនុំប្រតិបត្តិបេដកដែលប្រែក្រុមជំនុំនោះមានន័យថាជាអ្នកប្រែរៀបរៀងបកប្រែពីភាសាបរទេសពីភាសាមេកធៈឬក៏ភាសាបាលីមកជាភាសាខ្មែរទៀតអញ្ចឹងក្រុមជំនុំប្រតិបត្តិបេដកគឺជាក្រុមដែលមានគុណបំណាច់ដ៏ធំធេងអញ្ចឹងអ្នកដែលមានគុណទាំងអស់នោះបានចែកឋានអស់ហើយអញ្ចឹងយើងជាពុទ្ធបរិស័ទចំនួនក្រោយគួរតែនាំគ្នាប្រពៃពិធីមួយឡើងហើយឧទ្ទិសបុណ្យកុសលប្រគេនថ្វាយជូនទៅវីរៈសង្ឃវីរៈសមណៈឬក៏បណ្ឌិតអ្នកប្រាជ្ញរបស់យើងទាំងអស់គ្នា